ភ្លើងសង្គ្រាមរវាងមហាអំណាចអាមេរិកនិងអ៊ីរ៉ង់បានឆាបឆេះដល់កម្រិតកំពូលនិងគ្មានភាគីណាដកដៃឡើយដោយបន្តវាយលុកគ្នាយ៉ាងសន្ធោសន្ធៅឈានដល់យុគទី10ហើយប្រតិបត្តិការដ៏ក្តៅគគុកនេះត្រូវបានប្រធានាធិបតីអាមេរិកលោកដូណាល់ត្រាំប្រកាសចំថាជាការសងសឹកឲ្យកងទាហានអាមេរិកដែលបានពលីជីវិតយ៉ាងអណោចអាធមនៅលើទឹកដីយ៉ូដានីនិងអ៊ីរ៉ាក់ក្រោយពេលគ្រាប់មីស៊ីលនិងដ្រូនមរណៈរបស់អ៊ីរ៉ង់បានបោកបក់លើមូលដ្ឋានទ័ពក្នុងតំបន់និងផ្ដាច់ជីវិតទាហានអាមេរិក3នាក់ព្រមទាំងបន្សល់ទុកអ្នករបួសជិត100នាក់ក្នុងរយៈពេលត្រឹមតែ2ថ្ងៃប៉ុណ្ណោះមិនបណ្ដោយឲ្យកូនចៅស្លាប់ដោយឥតប្រយោជន៍លោកដូណាល់ត្រាំបានបើកភ្លើងខៀវឲ្យកងកម្លាំងទម្លាក់គ្រាប់បែកនិងបាញ់មីស៊ីលរាប់មិនអស់លើគោលដៅយុទ្ធសាស្ត្រសំខាន់ៗរបស់អ៊ីរ៉ង់រួមមានមជ្ឈមណ្ឌលបញ្ជាការយោធាបណ្ដាញទំនាក់ទំនងរ៉ាដាការពារដែនអាកាសទីតាំងឃ្លាំមើលឆ្នេរនិងឃ្លាំងផ្ទុកអាវុធក្រោមដីព្រមទាំងមូលដ្ឋានមីស៊ីលនិងដ្រូនជុំវិញការវាយប្រហារបកយ៉ាងស្វិតស្វាញនេះប្រធានាធិបតីអ៊ីរ៉ង់លោកម៉ាស៊ូត ផេសេស្គានបានប្រកាសយ៉ាងដាច់អហង្ការថាប្រទេសរបស់ខ្លួនកំពុងស្ថិតក្នុងសង្គ្រាមពេញទំហឹងជាមួយអាមេរិកស្រេចទៅហើយដោយតម្រូវឲ្យប្រជាជនត្រៀមខ្លួនទទួលយកផលវិបាកដ៏ជូរចត់ទន្ទឹមនឹងនេះបញ្ជាការកណ្ដាលអាមេរិកបានបញ្ជាក់ថាគោលដៅចម្បងនៃប្រតិបត្តិការនេះគឺការបោសសម្អាតនិងកំទេចកម្លាំងយោធាអ៊ីរ៉ង់ដល់ឫសគល់ដើម្បីធានាសុវត្ថិភាពដាច់ខាតនៅច្រកសមុទ្រហូមូសនិងកុំឲ្យទីក្រុងតេហេរ៉ង់មានឱកាសគំរាមកំហែងពិភពលោកបានតទៅទៀតភ្លើងសង្គ្រាមលើកនេះបានផ្ទុះឡើងសារជាថ្មីបន្ទាប់ពីអាមេរិកចោទប្រកាន់ថាអ៊ីរ៉ង់បានបំពានលើអនុសារណៈនៃការយោគយល់គ្នាដែលបានចុះហត្ថលេខាកាលពីខែមិថុនាតាមរយៈការវាយប្រហារលើកប៉ាល់ដឹកទំនិញនៅច្រកសមុទ្រហូមូសទើបធ្វើឲ្យទីក្រុងវ៉ាស៊ីនតោនខឹងសម្បាយ៉ាងខ្លាំងនិងឆ្លើយតបយ៉ាងចាស់ដៃបែបនេះយ៉ាងណាមិញភាគីអ៊ីរ៉ង់ក៏មិនព្រមឲ្យខាតបង់ប្រយោជន៍ខ្លួនដែរដោយបន្តបាញ់មីស៊ីលនិងបង្ហោះដ្រូនសងសឹកឥតឈប់ឈរដើម្បីកំទេចទ្រព្យសម្បត្តិយោធានិងមូលដ្ឋានទ័ពអាមេរិកដែលឈរជើងក្នុងតំបន់វិញដូចគ្នា